ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវីដេអូនេះគឺវីដេអូ Best Strawberry ទីដែរពួកអីការងារមានតែប៉ុណ្្នឹងបងប្អូនអស់ពី Best Strawberry ទៅ Best ផ្កាអញ្ចឹងណាបងប្អូនមើលវីដេអូនេះខ្ញុំមិនសូវមានផ្លែច្រើនប្រហែលទេបងប្អូនអរគ្នាផ្លែនៅសល់តិចតិចទេអាហ្នឹងគឺជាផ្លែវគ្គមុនណាផ្លែតបងហើយផ្កាមកសាក្រោយហ្នឹងវារៀងល្អជាងមុនដែរហើយរងខ្ញុំកំពុងបេះហ្នឹងគឺរងខាងបងប្អូនមករងខាងហ្នឹងគឺមានតែមួយជួរទេហើយតែពេល Best Strawberry ម្ដងបងប្អូនធុញជាងគេគឺរងខាងហ្នឹងហើយវាទឹះក្បាលពេកវាដបលអញ្ចឹងហើយតែពេលខ្ញុំចូលបេះអោនចង់ចុកកឲ្យបងប្អូនមើលយើងអើបកពេកវាទឹះមកអាដបលហៅស៊ឺខាងលើហើយតែពេលបានចូលបេះចឹងទៅចេះឆ្លៀតដាក់ទូរស័ព្ទថតឲ្យបងប្អូនបានមើលសកម្មភាពខ្ញុំធ្វើការបងប្អូនការងារខ្ញុំនៅនេះស្រាលស្រួលអត់មានអីពិបាកទេបងប្អូនអរគ្នាអើយគ្រាន់តែថាមានថ្ងៃខ្លះទៅហត់ខ្លាំងអីចឹងណាបងប្អូនអរគ្នាគ្រាន់មកដល់ផ្ទះភ្លាមគឺដេកតែម្ដងថ្ងៃខ្លះទៅក៏គេឲ្យយើងចេញមុនម៉ោង4 10 20នាទីអីចឹងទៅហើយជាពិសេសពេលដែលខ្ញុំធ្វើ strawberry បងប្អូនពេលដែលខ្ញុំបេះហើយខ្ញុំរៀបកែរៀបអីហើយចឹងទៅបាននៅសល់ម៉ោងតិចតួចដឹងតែកែឲ្យខ្ញុំមកសម្រាប់ហើយការងារបេះ strawberry នេះបងប្អូនអរគ្នាគឺខ្ញុំចូលចិត្តមែនតើហ្មងនិយាយទៅខ្ញុំចូលចិត្តបេះហើយខ្ញុំចូលចិត្តវិចខ្ចប់ហើយរាល់ពេលបេះម្ដងហ្នឹងពេលឃើញផ្លែណាធំផ្លែណាប្លែកអីទៅគឺដឹងតែថតឲ្យខ្ញុំ strawberry ខែត្រជាក់អញ្ចឹងបងប្អូនមានរសជាតិផ្អែមឆ្ងាញ់មែនតើហ្មងតែចូលខែក្តៅដល់ជួយសំខាន់ពេលទុំខ្លាំងបងប្អូនគឺក្រអូបឈ្ងុយមែនតើហ្មងជាពិសេសពេលខែក្តៅបងប្អូនគាត់ថាចូលក្នុងហៅស៊ឺ strawberry ភ្លាមធំក្លិននឹងក្រអូបហ្មងហើយ strawberry នេះតកែខ្ញុំដាំគឺគាត់អត់សូវប្រើថ្នាំប្រមាណទេបងប្អូនភាគច្រើនគេប្រើថ្នាំបំប៉នហើយស្រោចទឹកជាប្រចាំ strawberry គឺត្រូវការទឹកមែនតើហ្មងសិនជាស្រោចទឹកអត់បានគ្រប់គ្រាន់ទេដើមវានឹងស្វិតស្លឹកវានឹងស្វិតតែម្ដងហើយបើនិយាយពីផ្លែវិញផ្លែដំបងអញ្ចឹងអត់សូវល្អប្រមាណទេតោះតែផ្លែលើកទី2អីបានឃើញល្អច្រើនណាបងប្អូនលើកទី1អញ្ចឹងវាផ្លែជ្រុងផ្លែវិច្រើនមែនតើតែមកដល់ឥឡូវវិញណាផ្លែសិតតែស្រួចស្អាតមែនតើហ្មងហើយធំទៀតហើយឲ្យតែពេលខ្ញុំផឲ្យផ្លែ strawberry ខ្ចីគឺមានបងប្អូនសួរច្រើនមែនតើហ្មងគាត់សួរថាតកែមានលក់ផ្លែខ្ចីអត់ពួកខ្ញុំមិនបេះលក់អត់ហើយវីដេអូនេះខ្ញុំក៏ចង់ប្រាប់ទៅបងប្អូនអរគ្នាថាផ្លែខ្ចីតកែខ្ញុំអត់លក់ទេគឺអត់ដែលបេះលក់សំបីតែម្ដងបងប្អូនគឺគាត់លក់តែទុំតែម្ដងហើយផ្លែទុំភាគច្រើនបើសិនជាមានអ្នកចង់ទិញមានតែអ្នកនៅចិត្តអីគេមកទិញដល់ផ្ទះគឺទិញបានបើផ្លែខ្ចីលុះត្រាតែពេលណាខ្ញុំបេះផ្កាបេះក្តឹបផ្លែចោលអានឹងមិនមានផ្លែបេះចោលរដងហ្នឹងក៏អត់ដែលបានលក់តាណាដែរបងប្អូនភាគច្រើនចែកតែបងប្អូនយើងខ្មែរចែកគ្នាហូបម្នាក់បន្តិចបងប្អូនអត់មានបានលក់បានអីទេពួកអីកន្លែងខ្ញុំអត់សូវបេះផ្លែខូចបោះចោលច្រើនទេបើសិនជាមានផ្លែវិល្មមអីហ្នឹងគឺទុកវាឲ្យទុំទៅគឺបេះលក់ជាថ្លឹងគីឡូវិញណាបងប្អូនអញ្ចឹងទៅបានពួកខ្ញុំមិនដែលមានផ្លែណាខ្ចីលក់ទេបងប្អូនអើយហើយមកដល់ហៅស៊ឺនេះរៀងល្អបងប្អូនផ្លែទូចល្មមហ្មងកន្លែងគេផ្លែដើមដៃធំកន្លែងខ្ញុំផ្លែដើមដៃទូចហ្មងរៀងតូចមែនប៉ុន្តែវាផ្អែមឆ្ងាញ់អញ្ចឹងណាបើធំកាន់តែឆ្ងាញ់ទេបងប្អូនអើយហើយបើនិយាយពីពេលបេះវិញបងប្អូនគឺបញ្ញាប់បេះមែនតើអត់មានពេលមកហូប strawberry ទេជាពិសេសពេលខ្ញុំបេះម្នាក់ឯងជាផងគឺខំខ្លាចវាអត់ហើយបងប្អូនអរគ្នាពួកឯងពេលដែលយើងបេះហើយអញ្ចឹងទៅគឺយើងយកទៅវិចខ្ចប់ភ្លាមនៅក្នុងបន្ទប់តែម្ដងជួនកាលទៅបើសិនជាខ្ញុំអ្នកបេះនេះខ្ញុំចង់ហូបយ៉ាងអីទៅតោះតែលើកាមេរ៉ាមកថតមកក្រាប់ពីក្រាប់អីចឹងណាបងប្អូននិយាយទៅហូបទៅពេលខ្ញុំថតទេឆៅពីហ្នឹងមកគឺខ្ញុំមិនសូវហូបតែម្ដងលុះត្រាតែពេលណាធ្វើការរៀងហែវខ្លាំងអីចឹងទៅបានហូបមួយផ្លែពីរផ្លែតែបើថាអត់ហែវគឺអត់ហូបតែម្ដងភាគច្រើនខ្ញុំទៅធ្វើការអញ្ចឹងខ្ញុំវិចនំវិចអីយកទៅតាមមកបងប្អូនអញ្ចឹងទៅអត់សូវហូបទេហើយសកម្មភាពការងាររបស់ខ្ញុំនឹងតែប៉ុណ្្នឹងឯងបងប្អូនងាយមែនតើហ្មងបេះ strawberry បងប្អូនបើសិនជាមានផ្លែច្រើនវិញអូយសប្បាយបេះមែនតើហ្មងបេះតែមួយផ្លែទេពេញកញ្ច្រែងតែម្ដងហើយវីដេអូការងាររបស់ខ្ញុំបងប្អូនគឺមានតែប៉ុណ្្នឹងឯងគ្រាន់តែចង់បង្ហាញឲ្យបងប្អូនឃើញពីការងាររបស់ខ្ញុំអំពីសកម្មភាពពេលធ្វើការនៅក្នុងហៅស៊ឺអញ្ចឹងណាហើយបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like comment ម្នាក់មួយផងបងប្អូនជួបគ្នាវីដេអូក្រោយទៀតបាយ